រលកកម្ដៅនៅកូរ៉េឆ្នាំហ្នឹងគឺថាក្តៅខ្លាំងមែនតើបងប្អូនហើយឡើងឈានចូលដល់41 42អង្សាដូចនៅខ្មែរយើងដែរអញ្ចឹងណាហើយអ្នកដែលគួរប្រុងប្រយ័ត្នជាងគេគឺអ្នកធ្វើការនៅខាងក្រៅណាបងប្អូនជាពិសេសបងប្អូនយើងដែលធ្វើការនៅក្នុង house ខ្ញុំធ្លាប់ធ្វើហើយនៅក្នុង house នឹងខែក្តៅនឹងគឺថាចូលទៅដូចលចំហុយអញ្ចឹងបងប្អូនអីសង្ឃថាដកដង្ហើមអត់ចេញណាអញ្ចឹងហើយបានធ្វើឲ្យបងប្អូនយើងមួយចំនួនខ្លះគាត់ស្លាប់គាត់អីអញ្ចឹងណាដោយសារថាវាក្តៅហប់ហើយដូចថាយើងដកដង្ហើមគឺអត់ចង់រួចទៅមកហើយវិធីទប់ស្កាត់ខ្ញុំក៏មិនដឹងថាគួរទប់ស្កាត់បែបណាដែរបើសិនជាជាងយើងជៀសបានអីចឹងយើងអត់អាចធ្វើការហើយប៉ុន្តែយើងជៀសវាមិនបានណាបងប្អូនទៅវិញចឹងហើយគឺថាញ៉ាំទឹកជាពិសេសពេលញ៉ាំទឹកកកញ៉ាំអីតិចអញ្ចឹងណាហើយការស្លៀកពាក់ក៏អញ្ចឹងដែរកុំស្លៀកពាក់ហប់ពេកហើយជនជាតិកូរ៉េចូលដល់រដូវក្តៅអញ្ចឹងគឺគាត់ស្លៀកពាក់បែបស្ដើងហើយដៃខ្លីជើងខ្លីអីទេគាត់អត់ស្លៀកពាក់បែបវែងអីទេហើយបើសិនជាឃើញយើងស្លៀកពាក់វែងឬក៏ពត់អាវរាងក្រាស់អីមិនតិចគឺគាត់មើលលើមើលក្រោមឯដោយសារតែខែនឹងខែក្តៅហេតុអីបានស្លៀកអញ្ចឹងណាគេប្រុងប្រយ័ត្នណាបងប្អូនស្លៀកពាក់ហ្នឹងគឺថាខែក្តៅស្លៀកពាក់រាងស្ដើងដៃខ្លីជើងខ្លីហើយបើថាខែល្ងាគឺស្លៀកពាក់ធ្វើម៉េចឲ្យបានចិត្តឲ្យបានដូចថាដៃវែងជើងវែងក្រាស់អញ្ចឹងមកហើយបើសិនបើឪពុកម្ដាយវិញបើសិនជាការស្លៀកពាក់ឲ្យកូនអត់ត្រឹមត្រូវតាមរបៀបនៃខែត្រជាក់ខែក្តៅអញ្ចឹងណាដូចថាយើងស្លៀកពាក់ខែត្រជាក់អីអញ្ចឹងរៀងចេញសាច់ចេញអីឲ្យកូនអញ្ចឹងវាល្ងាវាអាចត្រជាក់អីអញ្ចឹងណាគ្រូសួរនាំហ្មងជនជាតិកូរ៉េអាយុ30ជាងគាត់ថាគាត់មិនដែលជួបប្រទះជាមួយនឹងអាកាសធាតុក្តៅបែបហ្នឹងទេតាំងពីកើតមករហូតដល់ឥឡូវគាត់30ជាងណាទើបតែឆ្នាំហ្នឹងទេគាត់ថាក្តៅខ្លាំងខុសប្លែកពីឆ្នាំមុនខ្ញុំថ្ងៃហ្នឹងចេញពីធ្វើការហើយគឺថាមានការងារធ្វើបងប្អូនអើយបេះកូនត្រីនេះគឺថាយើងបេះក្បាលហើយនឹងពោះអាចវាចេញណាហើយក្បាលហើយនឹងខ្លួនវាហ្នឹងគឺយើងយកវាមកស្ងោរដូចថាពេលយើងស្លណាយើងស្ងោរវាជំនួសយកជាតិដោយសារថាយើងអត់សូវប្រើប៊ីចេងពេលអញ្ចឹងហើយគឺយើងចម្រាញ់វាហ្នឹងគឺចម្រាញ់យកតែជាតិទេបងប្អូនបណ្ដាជាតិវាឆ្ងាញ់មែនអត់ប្រើប៊ីចេងជំនួសប៊ីចេងបានមិនមែនថាយកទៅតែចម្រាញ់ធ្វើជាទឹកស៊ុបទឹកសម្លអីទេយើងយកមកបុកយកមកដូចថាឆាយកមកអីផ្សេងបានវាជំនួសដូចថាបើនិយាយប្រៀបធៀបទៅវាដូចជាត្រីឆ្អើរយើងអញ្ចឹងបណ្ដារសជាតិវាគឺជាតិខ្លាំងជាងត្រីឆ្អើររបស់យើងហើយមកប្រអប់តូចហ្នឹងគឺ3គីឡូបងប្អូនអើយទាំងក្បាលទាំងខ្លួនទាំងអាចអីហ្នឹងគឺ3គីឡូហើយបន្ទាប់មកទៀតគឺថាអង្គុយបេះនៅហ្នឹងហើយបេះយូរណាបងប្អូនចំណាយពេលអត់មែនថាអង្គុយហើយបេះបានភ្លាមទេក្បាលត្រីអាចត្រីហ្នឹងរាប់តែឃើញគេបេះក្បាលត្រីនៅក្នុងដ្រាម៉ាកូរ៉េណាបងប្អូនឥឡូវមកបេះផ្ទាល់ខ្លួនឯងគឺថាមែនបេះបដាញ៉ាំបដាអញ្ចឹងណាបេះហ្នឹងគឺថាកូនខ្ញុំគាត់មករកនំហើយប៉ុន្តែគាត់ថាដៃគាត់ឈោងវាមិនដល់ក៏ឲ្យខ្ញុំនេះយកឲ្យឥឡូវទឹកស្លដែលខ្ញុំរំងាស់កូនត្រីហ្នឹងគឺថាខ្ញុំរំងាស់វាចេញជាតិអស់ហើយបងប្អូនហើយយើងចេញជាតិពេលដែលវាចេញជាតិអញ្ចឹងហើយគឺយើងស្រង់វាចេញមកហើយដាក់គីមឈីចូលមកបន្ទាប់មកដាក់ខ្ទឹមច្រាំម្ដុំមកហើយជាមួយនឹងប្រអកកពឹសនេះណាបងប្អូនដាក់តែប៉ុណ្្នឹងមកគឺថារួចរាល់ហើយបើសិនជារៀងសាបទេយើងដាក់ថែមទឹកត្រីតិចមកនិយាយពីថាការងារច្រើនខ្លាំងមែនតើបងប្អូនអើយបេះកូនមុតឆ្អឹងឆ្អឹងត្រីហ្នឹងវាចូលទៅក្នុងសាច់ហើយទូចខ្លាំងមែនតើដល់ពេលអញ្ចឹងសម្រាប់តែបេះបានណាហើយមើលវាមិនចង់ឃើញទៀតប៉ុន្តែវាមានអារម្មណ៍ថាឈឺនៅកន្លែងណាអញ្ចឹងណាប៉ុន្តែបើតាមមើលទៅគឺថាដូចជាមិនឃើញសោះហ្មងប៉ុន្តែដល់ពេលហើយយើងយកដៃស្ទាបអញ្ចឹងទៅបានដឹងថាអូតាមពិតទៅរឿងគឺនឹងឆ្អឹងត្រីមែនហ្នឹងហើយមើលបងប្អូនមើលឃើញអត់គឺថាអត់ឃើញទេក៏មិនដែរវាឆ្អឹងហើយបើឈប់ជួយហើយអញ្ចឹងបានតែ1គីឡូនេះក៏បានដែរខ្ញុំបេះតែយកតែ1គីឡូហ្នឹងទេដោយសារថាបើសិនជាអង្គុយបេះឲ្យអស់មួយប្រអប់ហ្នឹងគឺថារាប់ម៉ោងបងប្អូនពេលអញ្ចឹងខ្ញុំបេះយកតែ1គីឡូហ្នឹងទេណែអាចត្រីហ្នឹងគឺយើងបោះចោលទៅហើយក្បាលវាក៏យើងយកទៅចម្រាញ់យកទឹកជាតិដែរហើយតម្រាំតបេះហើយគឺថាចង់អស់ពាក់កណ្ដាលបាត់ហើយបងប្អូនខ្ញុំអង្គុយញ៉ាំផងអីផងបេះបដាញ៉ាំបដា